បាទសួស្តីអ្នកនរគ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទបន្ទាប់ពីវីដេអូនៃការចាប់ផ្ដើមរបស់ខ្ញុំធ្វើ YouTube ហើយសម្រាប់វីដេអូនេះដែរគឺខ្ញុំមានគំនិតថ្មីដែលទាក់ទងទៅនឹង YouTube ហើយគឺផ្ដើមចេញពីការចាប់ផ្ដើមផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំមានគំនិតមួយថាខ្ញុំគិតឃើញថា YouTube ការធ្វើវីដេអូ YouTube ប្រៀបដូចជាការធ្វើស្រែអញ្ចឹងដែរបានន័យថាម៉េចខ្ញុំនិយាយទាក់ទងទៅនឹងប្រហែលជា7-8 ឆ្នាំមុនដែលកាលនោះខ្ញុំនៅវ័យកុមារជារៀងរាល់ព្រឹកគ្រួសាររបស់ខ្ញុំតែងតែទៅធ្វើស្រែនៅឯគេហៅថាវាលស្រែអញ្ចឹងការធ្វើវាលស្រែនៅរដូវកាលនោះគឺរដូវវស្សាអញ្ចឹងការធ្វើស្រែគឺចាប់ពេលដល់រដូវគឺគ្រួសាររបស់ខ្ញុំតែងតែទៅទី1គឺភ្ជួរស្រែទី2គឺគាត់បន្ទាប់ពីភ្ជួរស្រែហើយពួកគាត់ទៅរាស់ស្រែទៅសាបស្រែទៅដកស្មៅទៅព្រោះស្រូវហើយទៅចាំស្រូវហ្នឹងគឺរយៈពេលធ្វើឲ្យស្រូវហ្នឹងបានន័យថាស្រូវហ្នឹងគឺលូតលាស់ល្អហើយគឺរឹងមាំហើយទើបគាត់លែងមើលថែបានន័យថាគឺគាត់នឹងមិនទៅមើលដូចកាលដំបូងហើយរហូតដល់ស្រូវហ្នឹងមិនទាន់រឹងមាំទេនេះហើយបាននិយាយខ្ញុំគិតថាការធ្វើវីដេអូ YouTube ប្រៀបបានទៅនឹងការធ្វើស្រែអញ្ចឹងដែរយើងត្រឡប់មកវិញអញ្ចឹងយើងធម្មតាយើងការធ្វើ YouTube របស់យើងបើសិនជាយើងធ្វើតែមួយវីដេអូតែ2វីដេអូឬមួយក៏3វីដេអូឬមួយក៏ធ្វើតាមអារម្មណ៍ឬមួយក៏យ៉ាងម៉េចដែលមិនមែនជាការធ្វើជាប់លាប់ឬមួយក៏មិនធ្វើជាប្រចាំអាហ្នឹងហើយដែលឲ្យ YouTube របស់យើងគឺមិនមានគេហៅថាมันមានភាពរឹងមាំនោះទេអញ្ចឹងដើម្បីធ្វើឲ្យ YouTube របស់យើងមានការរឹងមាំគឺយើងត្រូវធ្វើវីដេអូជារៀងរាល់ថ្ងៃផលិតវីដេអូជារៀងរាល់ថ្ងៃឬមួយក៏ផុសវីដេអូជាញឹកញាប់ដើម្បីឲ្យ YouTube របស់យើងនឹងគឺមានបញ្ញភាសាសាមញ្ញឲ្យមានសុខភាពល្អអញ្ចឹងទៅបាទអញ្ចឹងខ្ញុំគិតថាការធ្វើ YouTube គឺបែបហ្នឹងនៅពេលដែលយើងធ្វើវីដេអូកាន់តែច្រើនគឺធ្វើឲ្យ YouTube របស់យើងគឺមានភាពរីកចម្រើនកាន់តែច្រើនឡើងហើយមានភាពរឹងមាំជាងមុនហើយបើយើងនិយាយទៅមានអ្នកបានន័យថាមានអ្នកស្គាល់យើងជាងមុនមានចំនួន Subscriber ជាងមុនហើយក៏មានវីដេអូចែកម្លែកទៅដល់បងប្អូនយើងច្រើនជាងមុនអីចឹងទៅអាហ្នឹងដោយសារការផុសវីដេអូរាល់ថ្ងៃបានន័យថាយើងមានគំនិតជារៀងរាល់ថ្ងៃគំនិតរបស់យើងគឺកើនជារៀងរាល់ថ្ងៃមួយថ្ងៃបន្តិចយូរទៅធ្វើឲ្យអ្នកតាមដានរបស់យើងហ្នឹងគឺមានការចាប់អារម្មណ៍យើងដោយសារតែយើងគឺមានគំនិតថ្មីជារៀងរាល់ថ្ងៃដើម្បីចែករំលែកទៅកាន់ពួកគាត់អញ្ចឹងខ្ញុំគិតថាការធ្វើ YouTube គឺប្រៀបបានទៅដូចជាការធ្វើស្រែបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងសូមអរគុណជំរាបលា